សួស្តីអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំនឹងធ្វើបទបង្ហាញមួយទៀតទាក់ទងជាមួយនឹងការពុតកំណោងបើសិនជាខ្ញុំមាន object បែបនេះហើយខ្ញុំចង់ពុតកំណោងបែបនេះតើយើងអាចអនុវត្តបានដោយវិធីណាយើងអាចពុតកំណោងដោយប្រើវិធីសាស្ត្រសាមញ្ញហើយមួយទៀតគឺយើងអាចប្រើបន្ថែម comment ដើម្បីឲ្យការពុតរបស់យើងតែម្ដងគឺរួចជាសាច់អញ្ចឹងខ្ញុំអាច loop object នេះសិនខ្ញុំគូស OIC ទទួលបានរូបរាងបែបនេះអញ្ចឹងខ្ញុំប្រើ comment F តំណាងឲ្យពាក្យ Philip ហើយខ្ញុំ enter ខ្ញុំវាយអក្សរ R តំណាងឲ្យពាក្យ cam enter ហើយខ្ញុំដាក់ cam 100ហើយយើងមើលពាក្យនៅខាងក្រោមនេះគឺ multiple យើងអាច select លើវាមកយើង select ពីទីតាំងទី1ទីតាំងទី2យើងធ្វើដូចគ្នាយើងនឹងទទួលបានរូបរាងបែបនេះប៉ុន្តែបើសិនជាអ្នកនរគ្នាចង់គូសឲ្យបានលឿនយើងអាចប្រើវិធីសាស្ត្រមួយទៀតគឺយើងបន្ថែម comment អញ្ចឹងខ្ញុំវាយដូចដែរគឺ F enter air ខ្ញុំដាក់100ដូចគ្នាខ្ញុំប្រើ comment មួយទៀតគឺអ្នកនរគ្នាអាច select មើលខាងក្រោម polyline ឬក៏យើងវាយអក្សរ P select តែម្ដងគឺរួចជាស្រេចអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីការពុតជ្រុង